តាមឈ្មោះរទេះណាដើរទៅដល់ពេលគេដាក់សំណាក់រទេះដាក់ទៅក៏គេសម្រាកនៅពេលយប់ហើយសោណៈហ្នឹងក៏មិនចង់នៅជាមួយនឹងគេឯងអ៊ូអែទេទៅរកកន្លែងតែឯងសម្រាកទៅស្រាងឡើងអ្នករទេះងើបចោលទៅអស់សោណៈនៅតែឯងដល់ទៅស្ងាត់ទៅជ្រុលដំណេកបន្តិចទៅភ្ញាក់មករកគេទៅអស់ដើរលួយតាមដានជើងគោតាមស្នាមកង់រទេះដល់ដើរទៅទៀតហើយស្រាប់តែជួបនឹងប្រែតនឹងណារូបរាងអាក្រក់ណាស់ដើរទៅស្រាប់តែជ្រុះសាច់ចេញពីខ្លួននឹងពុកហើយក៏រើសយកសាច់នឹងបរិភោគទៅហ្នឹងអញ្ចឹងជួបអញ្ចឹងក៏សួរថាយីអ្នកជាស្អីហ្នឹងប្រែតហ្នឹងក៏ឆ្លើយតបមកថាខ្ញុំហ្នឹងជាប្រែតចុះអ្នកឯងហ្នឹងធ្វើបាបកម្មអីបានជាណាមាននៅសេចក្តីទុកអញ្ចឹងដើរជ្រុះសាច់ហើយបរិភោគសាច់ខ្លួនឯងអញ្ចឹងថាការដើរនៅខ្ញុំនៅនគរកច្ចបៈនេះឯងហើយខ្ញុំនឹងក៏ប្រកបមុខរបរទទួលទានជាធម្មតាក្នុងកាលនោះមានព្រះអរហន្តថេណាស្រាប់មកបិណ្ឌបាតដល់មកបិណ្ឌបាតអញ្ចឹងណាខ្ញុំខឹងនឹងព្រះអរហន្តនឹងខ្ញុំជេរលោកថាសមណៈឯងនឹងស្មងប្រពន្ធស្មងចាំមករស់សុំគេទៅអីតែស៊ីសាច់ខ្លួនឯងនឹងទៅខ្ញុំជេរព្រះអរហន្តនឹងអញ្ចឹងខ្ញុំបានធ្លាក់នរកឥឡូវរួចពីនរកមកនឹងខ្ញុំកើតជាប្រែតនឹងបានជាមានផលវិបាកកម្មអញ្ចឹងបាបនឹងណាគួរឲ្យខ្លាចណាស់ទៀតវាមានសន្សំពូជនឹងអញ្ចឹងហើយប៉ះទៅលើព្រះអរហន្តទៀតផងសោណៈមានសេចក្តីសង្វេគណារឿងនេះវាជាទោសរបស់សង្សារវដ្តណារៀបចំឲ្យសត្វលោកនឹងមានចិត្តអាក្រក់យ៉ាងណានឹងវាប្រព្រឹត្តទៅតាមធម្មជាតិដែលមានមកអញ្ចឹងរួចហើយដើរទៅទៀតទៅជួបប្រែត2នាក់ទៀតរៀងល្អិតជាងមុនបន្តិចប្រែតនឹងដើរទៅស្រាប់តែអួតឈាមខ្មៅទាំងដុំមកណានឹងក៏បានសារសងឆ្លើយទៅប្រែតនឹងប្រាប់ថាដែលខ្ញុំនៅនគរកច្ចបៈហ្នឹងក្នុងការនោះខ្ញុំប្រកបមុខរបរលក់ដូរអីវ៉ាន់ដល់ពេលដែលខ្ញុំត្រឡប់មកផ្ទះដោយកិច្ចការងារនេះមួយខ្ញុំឃើញឪពុកម្ដាយខ្ញុំនឹងដាក់បាតដល់សមណៈមួយអង្គខ្ញុំខឹងណាខ្ញុំបានស្ដីឲ្យឪពុកម្ដាយខ្ញុំដែលយកទ្រព្យសម្បត្តិខ្ញុំខំរត់ទទួលទានហ្នឹងទៅដាក់បាតលោកខ្ញុំថាម៉ែឪឯងហ្នឹងតែអញ្ចឹងបានចិត្តតែអស់ស្រូវអស់អង្គអស់ទ្រព្យសម្បត្តិស្ដីឲ្យឪពុកម្ដាយអញ្ចឹងហើយមិនទៅទៀមទាអីអំពីណែសមណៈដែលលោកបណ្ឌបាតនោះទេបានជាទៅនៅក្នុងបាតហើយក៏ស្ដីឲ្យលោកណាថាសមណៈឯងហ្នឹងណាដែលបានជាទទួលរបស់យើងហើយណាបរិភោគទៅសូមឲ្យមានឈាមខ្មៅទាំងដុំក្អួតចេញពីមាត់មកជេរលោកយ៉ាងខឹងទៅចិត្តទៅបណ្ដោះទៅទៀតមិឆាទិដ្ឋិមិនជឿបនបាបហ្នឹងវាមានទោសអញ្ចឹងហ្នឹងបានជាញោមឧបាសកហ្នឹងសាកសួរអំពីរឿងផលរបស់បុណ្យកុសលឲ្យពុទ្ធបរិស័ទយើងជឿឲ្យច្បាស់ហើយមានសមាធិហ្នឹងយល់ឲ្យបានត្រឹមត្រូវទៅយើងវាចាក់ទោសយើងចម្រើនតែគុណបុណ្យកុសលមើលដែលបានកើតទៅជានរករួចមកពីនរកហើយនឹងកើតជាប្រែតកំណើតប៉ុណ្ណឹងណាធ្លាក់ឈាមទាំងដុំតែខ្លួនឯងវាមានទៅណាពីព្រោះថាពូជនឹងវានៅក្នុងចេតនាដែលសន្សំហើយដើម្បីនឹងជេរស្ដីអីទៅថាឲ្យនរណាវាសន្សំពូជខ្លួនឯងអស់ទៅហើយអញ្ចឹងបានតែយើងកុំខំប្រឹងខឹងជាមួយនឹងអ្នកដទៃណានឹងយើងខឹងនឹងវាដូចជាភ្លើងឆេះអស់អញ្ចឹងតាមពិតភ្លើងចេញពីអស់ណាវាឆេះកំតិចអស់នឹងទេយ៉ាងណាមិញចិត្តខឹងហ្នឹងណាខឹងអាស្រ័យចិត្តណាវាដុតតែចិត្តហ្នឹងទេវាមិនមែនបានទៅដុតចិត្តអ្នកដទៃឡើយអ្នកណាខឹងចិត្តអ្នកហ្នឹងអញ្ចឹងណាតែហើយយើងមានបានតែប្រយោជន៍អីដែលយើងខំប្រឹងខឹងជាមួយអ្នកដទៃហ្នឹងបើយើងខឹងជាមួយចាស់បានខឹងជាមួយឈឺបានខឹងជាមួយស្លាប់បានអាហ្នឹងសូមមកយើងកាចជាមួយនឹងអ្នកណាណីអីទៅចុះបើយើងចង់ក្រាន់បើឥឡូវយើងឥឡូវទៅកាចជាមួយចាស់បានទេសប្ងៃហ្នឹងយើងកាចជាមួយចាស់អត់បានទេហើយយើងកាចជាមួយឈឺបានទេឈឺក្បាលឈឺធ្មេញឈឺពោះឈឺអីឥឡូវយើងគិតទៅរឿងឈឺនឹងយ៉ាងម៉េចនឹងអញ្ចឹងហើយគ្រាន់តែអ្នកដទៃស្ដីថាអីឲ្យបន្តិចបន្តួចមិនក៏យើងមិនរលឹកមើលថានឹងគ្រាន់តែសោតតែវិញ្ញាណកើតឡើងតែប៉ុណ្្នឹងទេតើមិនមែនយើងអ្នកលឺទេសំឡេងនឹងនោះសំឡេងនឹងក៏អនិច្ចំទុក្ខំអនត្តា
តែជាដែលលឺសម្រាប់ឲ្យលឺហ្នឹងតែជាហ្នឹងក៏អនិច្ចំទុក្ខំអនត្តាហើយចិត្តលឺហ្នឹងក៏អនិច្ចំទុក្ខំអនត្តាទាំងអង្គហើយដែលដឹងរឿងតែគេជេរយើងហ្នឹងដឹងរឿងហ្នឹងវិញ្ញាណហ្នឹងក៏អនិច្ចំទុក្ខំអនត្តាអញ្ចឹងយើងមានសេចក្តីអត់ធន់នឹងកណាគុណម្ចាស់ញាតិញោមបងប្អូនចាំណាចាំថាជីវិតនេះកើតមកដើម្បីសេចក្តីអត់ធន់មិនមានសេចក្តីអត់ធន់អត់បានទេពីព្រោះជីវិតវាត្រូវឃ្លានវាត្រូវស្រេកវាត្រូវឈឺវាត្រូវនេះវាត្រូវនោះវាត្រូវមានរឿងទាំងអស់ដែលមកដល់នេះណាហើយបើយើងមិនចេះអត់ធន់ទេធ្វើម៉េចបានសម្រេចគុណធម៌ទេធ្វើម៉េចបានទៅជាព្រះពុទ្ធបានទៅជាព្រះវិជ័យកពុទ្ធបានទៅជាអគ្គសាវកពុទ្ធបើមិនចេះត្រង់ទេនោះហើយបើវាមិនមានរឿងសម្រាប់ឲ្យត្រង់ទេព្រះបរមពុរិស័ទបានការកសាងខន្តិបារមីនឹងមកពីណាតាមពិតវាតតែមានរឿងសម្រាប់ឲ្យទ្រាំណាបានវាចេះមានខន្តីបារមីនឹងទៅកើតវាត្រូវតែមានអ្នករតីស្ដីថាហ្នឹងណាវាតតែមានអ្នករតីពិញ្ចើពិញ្ចោពិញ្សោកនិយាយទៅពីទៅផ្ទះសពគ្រប់ហ្នឹងមករវាចេះតែមានរឿងឈឺរឿងលំបាករឿងទុក្ខរឿងនេះរឿងនោះក្នុងជីវិតសពគ្រប់អញ្ចឹងបានជាសេចក្តីអត់ធន់ហ្នឹងយើងត្រូវសន្សំបានទៅជាបារមីបើចេះតែអីបានដូចចិត្តអីបានដូចចង់នោះយើងបានខន្តីមកពីណាអានឹងចឹងហើយបើអត់ខន្តីទេធ្វើម៉េចបានត្រាស់ដឹងអរិយសច្ចៈធម៌អានឹងយើងត្រូវយល់អញ្ចឹងណាយើងត្រូវយល់ថាអ្វីដែលមកដល់ជីវិតនេះគឺមកដើម្បីយើងទ្រាំហើយដែលទ្រាំនឹងជាការចម្រើនគុណសំខាន់ណាស់នឹងសំខាន់ណាស់ដែលយើងអាចចម្រើនភាវនាបាននឹងដោយសេចក្តីអត់ធន់ណាគឺការដែលយើងមានសិលសមាធិមានបញ្ញាចម្រើនគុណទាំងអស់នឹងបានដោយសេចក្តីអត់ធន់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអញ្ចឹងយើងយល់ចូលចិត្តអញ្ចឹងទៅយើងចាំណាយើងចាំថារឿងអីដែលមកដល់ជីវិតនេះតាមពិតជីវិតហ្នឹងវាត្រូវតែមានរឿងហ្នឹងអញ្ចឹងញាតិញោមចាំកន្លែងហ្នឹងមួយផងដែរកុំឲ្យចេះតែមិនសមអញ្ចឹងអាហ្នឹងវាចិត្តតែខឹងហើយវាចិត្តតែតោះហើយបើថាហ្នឹងជីវិតហ្នឹងវាអញ្ចឹងហ្នឹងដល់អញ្ចឹងទៅយើងអាចមានសេចក្តីទ្រាំបានតាមផ្លូវចិត្តល្អណាស់ទៀតហើយខន្តីផងសោរិច្ចៈផងសេចក្តីស្ងប់ស្ងៀមតាមផ្លូវចិត្តណាស្ងប់ស្ងៀមនេះមិនមែនស្ងៀមគុំទេមិនមែនស្ងៀមចាំសងសឹកទេស្ងៀមដោយធัวស្ងៀមដោយបេតិបាមួយជាសុខស្រួលតាមផ្លូវចិត្តនឹងឯងអញ្ចឹងមកពីអីមកពីយើងស្គាល់ធัวដឹងធัวនឹងស្អីទៅគឺជីវិតយើងរាល់ថ្ងៃហ្នឹងណាកុំគិតទៅធัวនឹងស្អីឯណាក្រៅពីជីវិតណាអ្នកដែលមិនបានស្ដាប់ធัวហ្នឹងខ្ញុំសើបសង្កេតមើលទៅច្រើនតែអញ្ចឹងច្រើនតែយល់ធัวពុទ្ធសាសនាហ្នឹងដោយឡែកអំពីជីវិតប្រចាំថ្ងៃបើអញ្ចឹងខ្ញុំមិនតាន់រស់ធัวទេខ្ញុំនៅសប្បាយសិនខ្ញុំនៅប្រកបមុខរបររលុយរកាក់សិនចាំខ្ញុំចាស់សល់លុយ 2-3 លានចាំខ្ញុំរស់ធัวហ្នឹងអញ្ចឹងក្រៃលោវាមិនតាន់បាន 2-3 លានហ្នឹងណាវាចែកឋានទៅអញ្ចឹងដូច្នេះកុំគិតថាធัวហ្នឹងវាដោយឡែកផ្សេងពីជីវិតយើងប្រចាំថ្ងៃឲ្យសោះតាមពិតនឹងធัวល្អណាស់ឲ្យយើងស្គាល់ពីរឿងពិតនៃជីវិតទោះបីអាយុមិនតាន់10ឆ្នាំក៏ដោយអាចបានសម្រេចនិព្វានដែរព្រោះស្គាល់រឿងពិតនៃជីវិតណាដល់តែស្គាល់ទៅយល់អនត្តាហើយយល់ត្រង់កន្លែងណាយល់ត្រង់កន្លែងថាជីវិតនេះគ្មានអីដែលយើងអ្នកធ្វើទេនៅពេលឈឺវាចមាត់វាចកអញ្ចឹងទៅហើយយើងមានតែចង់វាចមាត់វាចកហ្នឹងឯណាកន្ត្រាក់ដៃកន្ត្រាក់ជើងកងែងកងងអីអញ្ចឹងទៅយើងមានចង់ឯណាហ្នឹងធัวដែលយើងមិនបានបង្កើតឡើងតែវាមានហេតុវាអញ្ចឹងណាហើយខឹងហ្នឹងមិនយើងធ្វើឯណាស្រឡាញ់ហ្នឹងមិនយើងធ្វើឯណាការប្រកម្មចិត្តភ័យតម្លើងមានអ្នកសេចក្តីចំណែនសេចក្តីកំណាញ់អីហ្នឹងមិនមែនយើងធ្វើឯណាប៉ុន្តែសេចក្តីនឹងទាំងអស់ព្រោះជាធម្មជាតិដែលជីវិតនេះមានហេតុតាក់តែងឲ្យកើតឡើងហ្នឹងឈ្មោះថារឿងដែលយើងមានបញ្ញាយល់អំពីបញ្ហាជីវិតកណ្ណាគុណចាស់ញាតិញោមបងប្អូនស្រីប្រុសទៀតការដែលចេះប្រធัวយល់ប្រធัวនឹងយល់អញ្ចឹងណាហើយបើមិនយល់ទេញាតិញោមបងប្អូនមើលកន្ទក់កន្ទិញសោយសោព្រោះហេតុតែលោកប្តីនឹងវាចេះព្រោះហេតុតែនាងប្រពន្ធនឹងវាចោះព្រោះហេតុតែកូននឹងវាយ៉ាងនេះវាយ៉ាងនោះហើយគក់ទ្រូងក្តៅកាហាយទៅរលរៀលទៅនឹងអញ្ចឹងណាដែលចាស់តែងតែថាអោបដើមជែកឆ្លោកណាអានឹងវាយ៉ាងម៉េចទៅវាក្តៅណាវារលរៀលណាវាអន្ទះអន្ទែងណាមកពីអីមកអំពីមិនយល់រឿងជីវិតនេះឯងមិនយល់មិនចេះមិនដឹងថាជីវិតហ្នឹងវាត្រូវតែអញ្ចឹងនឹងយ៉ាងម៉េចអញ្ចឹងដូចតែបានដឹងដូចតែបានជួបប្រទេសហ្នឹងណារឿងហ្នឹងពិតណាស់
ពិតសពគ្រប់អស់ទៅហើយជីវិតនឹងដែលកុំឲ្យអញ្ចឹងមិនបានទេប៉ុន្តែដែលសំខាន់ក្នុងការដែលយើងយល់រឿងជីវិតព្រោះយើងមិនបានផ្ដេកផ្ដិតមិនបានជ្រប់ងប់នៅក្នុងជីវិតនឹងដោយសេចក្តីប្រកម្មថាជាយើងនឹងអញ្ចឹងណាញាតិញោមបងប្អូនខ្ញុំកណ្ដាលខ្ញុំបានឧទាហរណ៍ប្រៀបបីដូចជាលាមកមានក្លិនស្អុយលាមកហ្នឹងនៅក្នុងប្រធัวដែរណាគឺករិសੰនិងនៅក្នុងពួកបតវ័យធាតុលាមកក្លិនស្អុយហើយញាតិញោមបងប្អូនមានដែលទៅគិតថាយីមិនក៏លាមកហ្នឹងមិនមានក្លិនក្អូបទៅណោះហ្នឹងអញ្ចឹងមិនដែលក្អូបយ៉ាងម៉េចណោះញាតិញោមមិនដែលគិតអញ្ចឹងទេព្រោះថាជាអាហារចាស់ដែលបរិភោគទៅនៅក្នុងរូបកាយនេះក៏បានចម្រាញ់សពគ្រប់យ៉ាងណាក៏វាទៅជាមានក្លិននឹងឆាប់ស្អុយមួយថ្ងៃពីរថ្ងៃអីអញ្ចឹងការដែលយើងយល់អញ្ចឹងទៅក៏យើងអាចដឹងសេចក្តីពិតថាលាមកនឹងមានក្លិនស្អុយយ៉ាងណាធម្មតារឿងអ្វីទាំងអស់ក្នុងโลกនេះក៏វាជារបស់ពិតអញ្ចឹងដែរវាពិតទៅតាមហេតុទាំងអស់ទៀតមិនមានអ្វីដែលថាមិនពិតទេហើយការដែលយើងបានដឹងរឿងពិតទៅគឺចិត្តនឹងស្ងប់រងាប់ទាំងអស់មិនមែនយល់ឃើញថាអ្វីទាំងអស់កើតមកពីអ្នកដទៃធ្វើរឿងខ្លួនឯងអ្នកធ្វើទេហេតុនឹងវាផុតចាកពីអ្នកដទៃហេតុនឹងវាផុតចាកពីខ្លួនយើងណាដែលយល់ក្នុងរឿងពិតហ្នឹងដូចជាខ្ញុំកណ្ដាលខ្ញុំបានសម្ដែងប្រធัวមកជាង1ម៉ោងហ្នឹងអញ្ចឹងហើយញាតិញោមបងប្អូនអាចទទួលស្គាល់សេចក្តីពិតក្នុងពេលហ្នឹងទេថាសេចក្តីពិតក្នុងពេលហ្នឹងវាត្រូវអញ្ចឹងហើយរឿងពិតហ្នឹងមិនអាចដើម្បីយើងបដិសេធថាវាមិនពិតទេព្រោះវាកំពុងតែពិតស្រេចទៅហើយបើយើងមិនព្រមកន្លែងពិតហ្នឹងទេវាកើតរឿងតោះហ្នឹងអញ្ចឹងទេណាអាហ្នឹងហើយដែលរឿងតោះហ្នឹងតោះមកពីណាថាមកពីយើងមិនព្រមទទួលស្គាល់សេចក្តីពិតនៅពេលដែលកំពុងប្រកបព្រោះរឿងអ្វីទាំងអស់ក្នុងជីវិតនេះពិតទាំងអស់យើងមិនចង់ឲ្យកូនយើងឈឺទេយើងមិនចង់ឲ្យកូនយើងគ្រោះថ្នាក់បើកឡានទៅជួលគ្នាឬក៏ប្រឡាប់ទេប៉ុន្តែអ្វីទាំងអស់ដែលយើងមិនចង់នឹងបានតាមមិនចង់ដែរទេហើយបើយើងចេះតែមិនព្រមទទួលសេចក្តីពិតក្នុងជីវិតណាយើងត្រូវតែទទួលទុករាល់ថ្ងៃសូម្បីរឿងនឹងមិនតាន់មកដល់ក៏យើងគិតទុកហើយស្រេចក្រែងលោកកូននឹងវាយ៉ាងនេះទាំងដែលកូននឹងវាយ៉ាងមិនតាន់យ៉ាងនឹងផងយើងគិតយើងមានសេចក្តីសោកព្រោះការហួងហែងនឹងហើយជាស្រេចក្រែងលោកកូនយើងវាយ៉ាងនេះក្រែងលោកកូនវាយ៉ាងនោះក្រែងលោកភរិយាវាយ៉ាងនេះក្រែងលោកស្វាមីវាយ៉ាងនោះហួងហែងអនាគតហើយស្រេចនឹងអញ្ចឹងណាទេដូច្នេះយើងក៏ត្រូវតែព្រមទទួលយកការពិតក្នុងជីវិតដែលកំពុងប្រកបដែលកំពុងមកដល់នេះអាហ្នឹងយើងបានសពហើយមិនចាំបាច់ទៅមើលហៅថាលោកហើយវាយ៉ាងម៉េចមិនចាំបាច់មើលទេពីព្រោះជីវិតហ្នឹងដែលមកដល់ហ្នឹងវាពិតយ៉ាងណាព្រមទទួលដោយខ្លួនឯងថាវាជាផលរបស់ហេតុប៉ុន្តែរំលត់សេចក្តីប្រកាន់ផលរបស់ហេតុនឹងឯងណាទេបាទអនុមោទប្រែតមួយទៀតញាតិញោមស្ដាប់ប្រែតឲ្យច្រើនឡើងនៅក្នុងការនោះប្រែតនេះឈ្មោះគូថខាតកៈប្រែតព្រះអង្គគង់នៅនាវត្តចេតពុនហើយមិនឆ្ងាយពីក្រុងសាវត្ថីប្រមាណទេមានក្រុមពីរម្នាក់ហ្នឹងក៏សាងអាវាសឲ្យភិក្ខុជាទីតង់អត់មានឧទ្ទិសអីដល់សង្ឃទេក៏ស្រឡាញ់ភិក្ខុមួយអង្គហ្នឹងភិក្ខុហ្នឹងអត់ល្អទេភិក្ខុហ្នឹងទាំងហួងហែងទីកន្លែងហ្នឹងនៅតែឯងអីអញ្ចឹងក្រោយមកមានអកន្តកៈអ្នកមានសិលភិក្ខុអ្នកមានសិលទេមានសិលដល់ជាទីស្រឡាញ់ណាជាអរិយចូលទៅហើយពុទ្ធបរិស័ទផ្សេងទៀតបានសកបាសិកាជ្រះថ្លាយកទៅយធัวបច្ច័យ4ទៅបូជាដល់ភិក្ខុទាំងឡាយដែលនិមន្តទៅហ្នឹងព្រោះមានអេតយាប័តគួរឲ្យជ្រះថ្លាភិក្ខុជាទីតង់របស់ក្តុំពីរហ្នឹងខឹងដល់អ៊ីសាគេអត់មករកឯងទៅរកឯណានោះអ្នកមកថ្មីអញ្ចឹងទៅក៏បានពោលពាក្យគំរោះគំរើយជេរបតិចដល់ភិក្ខុដែលមានសិលនឹងឲ្យខ្លួនឯងហើយបង្កប់ឲ្យក្តុំពីរនឹងឯងរស់រឿងភិក្ខុអកន្តកៈអ្នកមានសិលនឹងក្តុំពីរនឹងដោយអំណាចបាបប្រមិតទាំងមកជេរភិក្ខុអ្នកមានសិលពាក្យសម្ដីដែលជេរនេះគឺបានមកវិញល្អណាល្អគឺមិនអត្ថារម្មណ៍នេះគឺវាល្អតាមហេតុផលណាស្លាប់ទៅជាប្រែតហ្នឹងគឺនេះធ្វើអាវាសប្រកេនលោកអីក៏ដោយប៉ុន្តែបាបនោះវាឲ្យផលសិនជេរព្រះរាជាចឹងអន្តរាយកៈធัวហើយជាតំនោះ
ដែលជាអ្នកនាំឲ្យកដងពីជេព្រះរិយៈអ្នកមានសិលតែជាប្រែតដែរប្រែតហ្នឹងមិននៅឯណានៅនឹងវត្តកតនៅប្រគុណចឹងប្រគុណហ្នឹងប្រែតដែលជាចិតនណាពីខោអត់ទេតែនៅពីក្រោមប្រែតកដងពីជន់ពីលើក្បាលប្រែតចាំទទួលលើមួកដែលគេជុះទៅនោះប្រែតកដងពីហ្នឹងបរិភោគលើមួកហ្នឹងរួចទៅដល់ពេលបន្ទោបងប្រែតចិតននៅពីក្រោមទទួលបន្តជួបប្រមោកកលៀនដែរជាប្រមោកកលៀនសួររឿងហ្នឹងហើយអត់មានលឺទៅជួយអីបានផងគ្រាន់តែក្រាបទូលព្រះតាមានពុទ្ធិទៅព្រះអង្គសំដែងទៅធ្វើឲ្យពុទ្ធបរិស័ទស្លុតសង្វេគទៅមានប្រែតអញ្ចឹងទេណាហ្នឹងគេណាជេព្រះអរិយៈណាទេក្នុងរឿងបច្ច័យ4ណានឹងឯងបរិភោគលមុខបរិភោគអីអញ្ចឹងទៅពាក្យសម្ដីវាចេញមកវាលមុខស្រាប់ទៅហើយពាក្យកម្រោះកម្រើយនោះណាអញ្ចឹងទៅបរិភោគលមុខតគ្នាទេណាអានឹងរឿងប្រែអត់មានលឺឋានណាជួយអីបានផងណាហ្នឹងហើយរឿងជាមួយអ្នកមានសិលអត់បានទេទៅសង្ឃក៏ដោយទៅសក់ក៏ដោយជាគឺសិលហើយណាគុណធម៌ដែលនាំឲ្យបានព្រះនិព្វានណាសិលណាសិលសមាធិបញ្ញាហ្នឹងក្នុងបេតវត្ថុហ្នឹងឧច្ឆុបេតឧច្ឆុឧពេញទូចោចិញ្ឆោសអុហ្នឹងប្រែមកថាអំពើចឹងដើមអំពើហ្នឹងក្នុងកាលនោះព្រះអង្គគង់នៅលាវត្តវេរវ័នហើយបរិសម្នាក់ហ្នឹងបានអំពើមកបាច់មកដែលបរិភោគតាមផ្លូវបានសក់អ្នកមានសិលម្នាក់ចឹងមានសទ្ធាតាំងមកក្នុងព្រះសាសនាទៅជាមួយកូនតូចម្នាក់កូនតូចហ្នឹងឃើញគេខំអំពើចឹងទេឪយំម្ដងបើមិនយំក្រែងលោកវាអត់បានយំចឹងទៅបានសក់ហ្នឹងចង់សង្គ្រោះអ្នកបរិភោគអំពើហ្នឹងផងចង់សង្គ្រោះដើម្បីឲ្យបានសុទ្ធទានអីចឹងទៅណាហ្នឹងព្រោះក៏ដឹងច្បាស់ថាឲ្យទានដល់អ្នកមានសិលហ្នឹងបានបុណ្យច្រើនព្រោះគាត់ជាបានសក់អ្នកមានសិលដឹងជាគុណធម៌ខាងក្នុងគាត់កណ្ណាទៅចឹងเนาะហ្នឹងចឹងទៅក៏បានសុំអំពើគាត់នឹងឯងសុំមកកណាត់មកនេះឯងឯនោះធ្វើមិនដឹងទៅងើយទៅដើរគោះប្រៃទៅកូននោះស្រែកកាន់តែយំកូនយំខ្លាំងណាស់មេតាឲ្យមកកណាត់មកឯនោះខឹងមកចឹងសុំម្ដងមិននិយាយរួចមកថែមសុំទៀតខឹងអាដើរទៅផុតហ្នឹងមិនព្រមឲ្យផុតទៅខឹងនោះអត់មានស្ដីថាយទាំងអស់អត់មានមាត់កយទាំងអស់ត្រឹមតែខឹងក្នុងចិត្តទៅវិញពើមកក្រោយមកកណាត់មកនឹងក្រំតែប៉ុណ្ណឹងទេដោយច្រើនជាអ្នកហួងហែងក្នុងសម្បត្តិលោកភៈហ្នឹងវានាំឲ្យខឹងអាលោកភៈច្រើនហ្នឹងគេសុំខឹងហើយទេណាអញ្ចឹងស្រាប់ទៅកើតប្រែទៅហើយឃើញទេអំណាចនៃកម្មធ្វើទៅបានអំពើមកកណាត់ដែលឲ្យដល់បានសក់អ្នកមានសិលហ្នឹងមានចំការអំពើទេប្រែតមានចំការអំពើហ្នឹងដើមប្រពន្ធរេទេហើយពួរដូចកាយចន់អញ្ចឹងកាយចន់ពួរផ្សេងណាខ្លះពួរខៀវឲ្យច្បាស់អញ្ចឹងតែពួរផ្សេងពួរលឿងអញ្ចឹងហើយទំហំដី8ការ៉ាធំករិស័កទេករិស័កហ្នឹងអាហារចាស់លមួកហ្នឹងឯងចាស់មើលតោបងទៅស្អុយប្រវែងណាអាហ្នឹងមកករិស័ករង្វាស់ជាពីដើមអញ្ចឹងហ្នឹងប៉ុន្តែដល់ទៅពេលស្រីឃ្លានចូលទៅរកបរិភោគអំពើចូលអត់បានទេទៀតចូលទៅគ្រាន់តែស្លឹកអំពើដូចកំបិតដល់មុតអញ្ចឹងអាចឆ្ពប់ប្រែទៅចូលកាច់អំពើអត់បានម្ល៉េះឲ្យស្រីឃ្លានបំរាស់លនាលប្រែកនឹងសំដែងខ្លួនឯងថាដូចត្រីដែលគេបោះនៅលើគោកហើយត្រូវកំដៅថ្ងៃយ៉ាងឯងហើយត្រឡប់ទៅនៅនឹងចង្ការអំពើដឹងខ្លួននឹងស្រេកឃ្លានចូលទៅរោមអំពើរកអត់បានពេលមួយជួបព្រះមោគលានចឹង
ប្រមុខកលៀនឃើញសាកសួរទៅបានក្រាបទូលប្រមុខកលៀនពីរឿងសពគ្រប់ទៅសួរហេតុសួរថាអំពើហ្នឹងគឺថាជារបស់ខ្ញុំកណាហើយតាមអំពើហ្នឹងប៉ុន្តែមិនក៏ខ្ញុំបរិភោគអត់បានខ្ញុំស្រេកឃ្លានណាស់ប្រមុខកលៀនសួររឿងទៅដឹងថាមកពីអ្នកឯងធ្វើកម្មអញ្ចឹងឥឡូវអ្នកឯងចូលទៅកាត់អំពើហ្នឹងបែរក្រោយចូលហើយទៅកាច់ទៅនេះចូលបែរក្រោយកាច់បានទេបានយកមកបរិភោគហើយសប្បាយអើយសប្បាយទេអានោះមើលគ្រាន់តែប៉ុណ្ណឹងចឹងគ្រាន់តែបោះអំពើឲ្យគេតាមបោះក្រោយខ្នងមកកម្មនឹងឲ្យអញ្ចឹងដល់តែបានអំពើបរិភោគវិញទាល់តែបែរខ្នងកាច់បានអានថាកុំចង់បដិសេធអីជាមួយកម្មឬកុំចង់លួកុំចង់ថាមិនអីគឺថាយ៉ាងណាយ៉ាងនឹងទាំងកុសលកម្មទាំងអកុសលកម្មចឹងណាបានទៅបរិភោគឆ្អែតចឹងទៅប្រមុខកលៀននៅនឹងឯងរួចទៅប្រមុខកលៀននឹងណែនាំឲ្យយល់ពីរឿងកម្មផលហ្នឹងចឹងទៅខ្លួនឯងដឹងកាត់អំពើបានមកបាច់ផ្ញើប្រមុខកលៀនមកថ្វាយព្រះចឹងយីឆ្លាតគ្រាន់ដែរណាប្រមុខកលៀនអត់ទទួលថាយកទៅប្រគេនព្រះខ្លួនឯងប្រែកមកខ្លួនឯងទៀតមកទៅវត្តវេលវ័នទៅខ្លួនឯងទៅប្រគេនអំពើព្រះខ្លួនឯងប្រែកប្រគេនលើកនោះប្រគេនពីមុខអីស្រួលវល់ទៀតប្រគេនស្រួលវល់ប្រគេនអំពើព្រះព្រះអង្គទទួលអំពើពីប្រែកបានមែនអំពើនឹងមនុស្សបរិភោគបានព្រះអង្គសោយបានអំពើប្រែកហ្នឹងប្រែកទាំងត្រឡប់ទៅវិញចូលទៅរោមអំពើឈប់មុតទៅឈប់បែកខ្នងអីទៅអានិសង្ឃដែលប្រគេនព្រះអង្គក្នុងបច្ចុប្បន្នហ្នឹងក្រោយពីអស់ជីវិតទៅឋានតាវតੰទាំងប្រែកហ្នឹងបានធ្វើទានជាមួយព្រះហ្នឹងគឺអស្ចារ្យទៀតដោយសេចក្តីដែលមានសទ្ធាជឿកម្មផលហើយបានយល់ដល់ប្រគុណរបស់ព្រះអង្គខ្លះចឹងទៅនឹងបានរឿងហ្នឹងក៏បានជ្រួតជ្រាបនៅក្នុងពិភពមនុស្សហ្នឹងព្រះអង្គទ្រង់សម្ដែងឲ្យមនុស្សទាំងឡាយលះបង់នៅមន្ទិលសៅហ្មងចឹងហ្នឹងណាហើយនៅនគរករិណសីចូលជាថៃហ្នឹងគាត់មានទ្រព្យច្រើនណាស់រាប់កើតទៀតប៉ុន្តែគាត់កំណាញ់ដោយអំណាចនៃសេចក្តីកំណាញ់ហួងហែងទ្រព្យសម្បត្តិនឹងអញ្ចឹងទៅអត់តែធ្វើបុណ្យធ្វើទានកំណាញ់ហ្នឹងបាបដែរទេនឹងត្រូវឲ្យដឹងអញ្ចឹងណាទៀតត្រូវឲ្យដឹងថាកំណាញ់ហ្នឹងបាបហ្នឹងអ្នកដែលមិនធ្លាប់បានស្ដាប់សិក្សារៀនសូត្រអត់ដឹងទេទៀតអត់ដឹងថាកំណាញ់ហ្នឹងបាបទេកំណាញ់គឺវាជាអកុសលហើយទេហួងហែងក្នុងទ្រព្យសម្បត្តិហ្នឹងទៅកំណាញ់ហ្នឹងជាអកុសលទេហើយតែមិនមែនមានតែកំណាញ់ហ្នឹងឯណាតែចេះកំណាញ់តែនឹងហើយសិលហ្នឹងក៏មិនមានហើយមិច្ឆាទិដ្ឋិផ្សេងទៀតមិនជឿបុណ្យមិនជឿបាបមិនជ្រះថ្លាអីហ្នឹងបរតនត្រ័យសពគ្រប់ទៅដល់ព្រមហើយអាហ្នឹងនោះឆ្លាប់ទៅតែជាប្រែហើយមានកូនស្រីឈ្មោះនាងអនុឡាណាអនុសុលួស្អាឈ្មោះនាងអនុឡានៅឯវិន្ទកៈនៅអត់ទោសនៅឯអន្តកវិន្ទនគរណាអន្តកវិន្ទនគរបានរៀបចំធ្វើទានឲ្យដល់ពួកព្រាហ្មណ៍ទាំងឡាយរៀបចំធ្វើទានណាប្រែតឪនឹងដឹងទៅដឹងលេងទៅតាមអាកាសហើយអត់មានសាច់អត់មានឈាមទេមានតែស្បែកដណ្ដប់ឆ្អឹងក្បាលកងោលអត់មានសម្លៀកបំពាក់ហើយក្នុងការនោះបានអាជាតតស្ដៅទៅហើយទុំមិនលក់ក្នុងរឿងដែលធ្លាប់បទុសរាយនិងព្រះដែលមានពភាកតាមអំណាចទេវតតអីអញ្ចឹងណាតាមអំណាចទេវតតហ្នឹងចឹងទៅចិត្តស្ដៅទៅហើយនឹងអំពើកម្មរបស់ខ្លួនហ្នឹងទៅនៅលើពីមានប្រសាទហ្នឹងបានអាជាតតឃើញប្រែតហ្នឹងចឹងហើយតែបព្វជិតទៅណាមកណាហើយតែបព្វជិតហ្នឹងព្រោះវាដូចអ្នកបួសស្រាចែលចែលកៈដែលអត់សម្ពុតហ្នឹងណានេះមានមនុស្សណាប្រែតបាន
ឈប់ដំណើរទៅក្រាបទូលព្រះរាជាថាខ្ញុំព្រះអង្គជាប្រែទេរៀបរាប់ចេះចឹងទៅហើយថាកូនស្រីនៅឯអន្តកវិន្ទនគរហ្នឹងគេត្រៀមរៀបចំធ្វើទានទូលបង្គំដឹងដើម្បីទៅទទួលផលទានទៅព្រះរាជានឹងបានដឹងរឿងប្រែតនឹងអញ្ចឹងក៏បានថាមិនចាំមកប្រាប់យើងផងប្រែតហ្នឹងក៏ពោះទៅអត់បានអីទាំងអស់ទេពួកព្រាហ្មណ៍សិតតែទ្រុសសិលពួកព្រាហ្មណ៍អត់មានសិលទេណាទោះជាខ្លួនឯងខំត្រេកអរនឹងទានរបស់កូនក៏ដោយអត់ទៅអត់វាអត់មានអាហារកើតឡើងសម្រាប់បរិភោគទេអានឹងបានថាកម្លាំងសិលនឹងធ្វើឲ្យអ្នកដែលធ្វើទានជាមួយនឹងឧទ្ទិសតេខិណាទានទៅមានអានុភាពសញ្ញាទេយធម៌ដែលខ្លួនបានធ្វើយ៉ាងណានឹងទៅជារបស់ចិត្តណាដល់ពពួកប្រែទាំងឡាយអានុភាពកម្លាំងសិលរបស់បដិជាអកៈចឹងអានឹងទៅតេតងចឹងទៀតអនុមោទនាហើយអនុមោទនានឹងទានដែលគេធ្វើហើយបនផ្នែកអនុមោទនាហើយថាមានតែចោះប៉ុន្តែអាហារវាអត់កើតក្នុងពេលហ្នឹងវាអត់កើតជាអាហារទឹកវាអត់មានណានឹងមកពីអ្នកទទួលអត់សិលទៀតវាអត់មានស្អីបង្កើតទៅបានទេអាហ្នឹងត្រូវជ្រាបអញ្ចឹងទាំងវាតេតងនឹងអញ្ចឹងទៀតណាមិនមែនថាឲ្យតែអនុមោទនាហើយសិតតែបានបរិភោគទេរឿងបន់វាអាចបានហើយឲ្យតែអនុមោទនាតែវាអត់មានកើតអីទាំងអស់ព្រោះអ្នកទទួលអត់សិលអញ្ចឹងមកវិញមកបញ្ញាប់មកទូលព្រះរាជាមិនបាននិយាយមួយកូនអីផងទូលព្រះរាជាថាអត់បានអីទេព្រោះសាមណៈនឹងឯងអត់សិលអត់អីចឹងទៅសូមឲ្យព្រះរាជាជួយបានក្រាបទូលដល់ព្រះបាទជាសតចុះពីមានប្រសាទនៅពេលព្រឹកឡើងទានថ្វាយទានដល់ភិក្ខុសង្ឃមានប្រពុតជាប្រធានក្រាបទូលរឿងនឹងដល់ព្រះរាមាប្រភាហើយឧទ្ទិសតេខិណាទានដល់ប្រែតនឹងឯងចូលសិទ្ធិប្រែតនឹងបដិជាអកៈសត្វព្រះអរហន្តសត្វពុទ្ធទេណាប្រែតនឹងបានទៅជាទេវបុត្រតនហនណាហើយបានមកជួបនឹងប្របាទអាជាសតកទៀតបាទអាជាសតកបានជួបប្រែតហើយត្រឡប់ទៅជាទេវបុត្រមានរបស់ដល់ជាទឹកនឹងអញ្ចឹងរឿងហ្នឹងប៉ុណ្ណឹងគ្រាន់តែលើកយកចំណុចត្រង់ដែលថាតេតូននឹងអ្នកទទួលទាំងត្រូវសូមឲ្យជាអ្នកមានសិលទាំងនឹងញាតិញោមស្រីប្រុសឲ្យតែមានសិលល្អគួរជាទីត្រេកអរអានុភាពសិលទាំងយើងអត់ដឹងទៅធ្វើម៉េចទេតែអានុភាពសិលក្នុងខ្លួនរបស់យើងអាចឲ្យសម្រេចទៅជារបស់ទឹកបាយទឹកនំចំណីសម្ពុតក៏ឲ្យអាហារបរិភោគផ្ទះសម្បែងទីកន្លែងអីយ៉ាងណាទៅតាមទេយធម៌ដែលអ្នកផ្ដល់ប្រគល់មកឲ្យនោះគឺកើតឡើងដល់ប្រែតជាញាតមិនយើងដឹងទៅធ្វើម៉េចទេយើងដឹងតែរក្សាសិលឲ្យល្អតែអានុភាពសិលទាំងខ្លាំងណាស់នឹងកណាគុណម្ចាស់រឿងរឹតតែវិសេសទៅទៀតនឹងដោយដំណើរការមានសិលហើយដល់តែអត់មានសិលអាហ្នឹងវាគឺវាស្វ័យប្រវត្តិវាអូតូម៉ាទិកអញ្ចឹងអាហ្នឹងដល់តែអត់សិលគឺថាមិនដឹងជាថាត្រូវទៅធ្វើម៉េចឲ្យកើតវាអត់កើតអញ្ចឹងទោះជាបកែមុនអាគុំអូមអាមចេះសូត្រធួច្រើនចេះឧទ្ទិសទៅឲ្យជំនួសទេយៈនឹងទៅទៀតក៏អត់បានវាអត់មានកម្លាំងអីបង្កើតរបស់ចិត្តហ្នឹងទោះជាប្រែតនឹងអនុមោទនាក៏អត់បានអាហារកើតឡើងទេដល់តែមានសិលអានោះទៅខ្លួនឯងហ្មងនឹងទោះជាមិនសូត្រធួក៏ដោយទោះអត់មានចាំបាច់ឧទ្ទិសអីជំនួសទេយៈទេរឿងឧទ្ទិសវានៅលើម្ចាស់ទានហ្នឹងណាចាទានឧទ្ទិសខ្លួនឯងទៅលោកគ្រាន់តែទទួលនៅស្ងៀមប៉ុន្តែអានុភាពសិលទៀតនឹងហ្នឹងគឺលោកនឹងអត់ដឹងខ្លួនលោកទេលោកនឹងអត់ដឹងទេតែអានុភាពសិលក្នុងខ្លួនលោកណាវាបង្កើតរបស់ជាទឹកជួយឲ្យពួកប្រែតជាញាតរបស់ទេយៈនឹងបានបរិភោគអាហ្នឹងរឿងសិលខ្លាំងអញ្ចឹងទាំងគួរជ្រះថ្លានឹងសិលណាទាំងសិលនឹងមិនមែនកុហកមិនមែនបព្វជិតទេសិលទេគឺជាសិក្ខាប្រព្រឹត្តទៅដើម្បីព្រះនិព្វានណាទាំងនឹងចឹងដូច្នេះរឿងប្រែតទី1រឿងលោកភៈរឿងធ្វើទានដែរប៉ុន្តែដោយខឹងដោយក្រោធខុសទំនងរឿងទី2
គូថាខាតកៈប្រែតនឹងឯងអានឹងព្រោះបាបប្រមិតណាទៀតបាបប្រមិតក្រុមពីរហ្នឹងមានមិត្តមិនល្អទេជាមួយនឹងជីតតហ្នឹងអានឹងព្រោះបាបប្រមិតបានទៅជាប្រែតបរិភោគលិមកហ្នឹងហើយរឿងទី3ហ្នឹងគឺរឿងក្នុងសិលសូមកណាគុណចាស់ញាតិញោមស្រីប្រុសទាំងអស់រីករាយជ្រះថ្លាក្នុងការស្ដាប់នៅព្រះធម៌ពិចារណាតាមហេតុផលទៀតតល័យទេវបុត្រទូលសួរព្រះបាទនិមរាជនោះដែលស្ដេចឡើងកាន់រត់ជាទឹកហើយដូច្នេះថាបបិទ្ធព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិសទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាតាមផ្លូវដែលសត្វមានបាបកម្មឬតាមផ្លូវដែលសត្វមានបញ្ញកម្មមេតល័យទេវបុត្រនឹងដោយអំណាចខ្លួនជាសារថីឆ្លាតឆ្លៀសនឹកចង់នាំព្រះរាជានឹងទៅឃើញឋាននរកចង់ឃើញឋាននរកចង់ថ្វាយព្រះរាជាទួតឋាននរកផងហើយសួរថាឥឡូវទៅណាទៅឋាននរកមុនឬក៏ទៅឋានទេវលោកមុនណាបាទនិមរាជណាព្រះបរមពុរិស័ទក៏បានពោលថាមនាមេតល័យទេវសារថីដ៏ចម្រើនអ្នកចូលនាំខ្ញុំទៅតាមផ្លូវទាំងពីរគឺផ្លូវដែលមានសត្វមានបាបកម្មផងផ្លូវដែលសត្វមានបញ្ញកម្មផងមេតល័យទេវបុត្រក៏បានឆ្លើយតបមកថាបបិទ្ធព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិសទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាមុនតាមផ្លូវដែលសត្វមានបាបកម្មមុនឬក៏ទៅតាមផ្លូវដែលសត្វមានបញ្ញកម្មមុនព្រោះមេតល័យទេវបុត្រមិនអាចនាំទៅម្ដងទាំងពីរបានទេបាទនិមរាជក៏បានឆ្លើយថាខ្ញុំចង់ឃើញនរកជាទីទៅនៃពពួកសត្វអ្នកមានបាបកម្មទាំងឡាយខ្ញុំចង់ឃើញឋាននៃសត្វមានបាបកម្មដ៏អាក្រក់និងចតិនៃសត្វទ្រុសសិលទាំងឡាយជាមុនក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេតល័យទេវសារថីបង្ហាញព្រះរាជានៅស្ទឹងឈ្មោះវេតរណីដែលសត្វឆ្លងបានដោយកម្រប្រកបព្រមដោយទឹកផ្សារប្រៃកំពុងពុះក្តៅដោយអណ្ដាតភ្លើងណានៅក្នុងវេតរណីណានរកហ្នឹងពួកនេរិយបាវដេញសត្វនរកចឹងដេញសេចចាក់លេងចាក់ហើយត្រាវុធពួកនរករត់ទៅឃើញអាស្ទឹងវេតរណីហ្នឹងលោតទម្លាក់ទៅហ្មងចឹងណារត់ចេញពីនេរិយបាវដូចពួកព្រានដេញបាញ់សត្វដេញគប់សត្វអញ្ចឹងរត់ចេញទៅលោតទម្លាក់ទៅក្នុងស្ទឹងហ្នឹងស្មានតែផុតស្ទឹងហ្នឹងមានអីទាំងធ្លាក់ទៅអានៅក្នុងស្ទឹងហ្នឹងសិតតែបលាប៉ិនភ្លើងប៉ិនកពួនជើងណាបលាពេញស្ទឹងវេតរណីហ្នឹងចឹងរួចទៅឆេះដូចទឹកប្រេងចឹងឆេះភ្លើងពីលើវឹបឡើងទៀតហើយទឹកហ្នឹងប្រៃទៀតមុតបលាហើយវាត្រូវអាទឹកប្រៃនឹងទៀតឈឺទៀតណាហើយធ្លាក់ទៅអាផ្កាឈូកដុះឡើងអាស្លឹកឈូកនេះមិនមែនឈូកយើងស្លឹកទន់នេះណាទៀតឈូកដែកមុតនឹងអាឈូកដែកនឹងដូចរណាកាត់ចឹងឯងដល់ចឹងទៅសត្វនរកនោះវាក្តៅនឹងអាភ្លើងឆេះគិតថាមុជទៅក្រោមក្រែងនោះបានសុកមុជទៅក្រោមអាគ្រឿងនៅក្រោមនោះសិតតែគ្រឿងមុតប្រកបឡើងទៀតពួកសត្វនរកនឹងងើបឡើងស្រែកហ្មងចឹងស្រែកហ្មងលេងវឌ្ឍនាដឹងតែពីស្រែកណាវេតរណីនរកទី1ដែលមេតល័យទេបុត្រនាំនិមរាជព្រះបរមពុរិស័ទទៅចឹងព្រះបាទនិមរាជទ្រង់ឃើញសត្វនរកកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណីជាទីឆ្លងឡើងបានដោយកម្រក្រៃលែងហើយត្រាស់សួរមេតល័យទេវសារថីថាមនាទេវបុត្រអ្នកបម្រើភ័យមានដល់ខ្ញុំព្រោះឃើញសត្វនរកកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណីមនាមេតល័យទេវសារថីខ្ញុំសួរអ្នកសត្វទាំងឡាយនេះធ្លាក់ទៅកាន់ស្ទឹងវេតរណីតើពួកសត្វនេះបានធ្វើបាបកម្មអី
មេតល័យទេវសារថីដែលប្របាទនិមរាជសួរហើយក៏ព្យាករផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹងហើយទូលព្រះរាជាដែលព្រះអង្គមិនបានជ្រាបពួកសត្វណាមានកម្លាំងមានធัวដល់លិមួកបៀតបៀនបតិចផ្ដាសានៅពួកសត្វដែលមានកម្លាំងខ្សោយក្នុងជីវលោកពួកសត្វមានកម្មលិមួកទាំងនោះរមែងរួមនៅបាបពួកសត្វទាំងនោះឯងតែងធ្លាក់ទៅកាន់ស្ទឹងវេករណីទៀតណាគឺអ្នកមានទ្រព្យសម្បត្តិមានអំណាចបៀតបៀនអ្នកដែលទន់ខ្សោយទៀតទន់ខ្សោយ3យ៉ាងណាមួយគឺទន់ខ្សោយដោយកម្លាំង2ទន់ខ្សោយដោយទ្រព្យ3ទន់ខ្សោយដោយអំណាចត្រូវគេបៀតបៀនត្រូវគេបៀតបៀនដោយពាក្យសម្ដីទៅគោះបោះបោកទៅហើយអ្នកទន់ខ្សោយនឹងអត់ហ៊ានតទេហើយនឹងបៀតបៀនទៅដោយសត្រាទៅដោយអំពើកម្មផ្សេងលើអ្នកទន់ខ្សោយហ្នឹងចឹងហ្នឹងបាបកម្មហ្នឹងធ្វើឲ្យអ្នកដែលបៀតបៀនអ្នកទន់ខ្សោយហ្នឹងអ្នកដែលមានកម្លាំងអ្នកដែលខ្លាំងហ្នឹងណាទៅបៀតបៀនអ្នកទន់ខ្សោយចឹងធ្លាក់ទៅនរកវេករណីនរកហ្នឹងរួចទៅនរកមួយទៀតទី2ចឹងនរកទី2ទៅនរកទី2ប្របាទនិមរាជឃើញឆ្កែព្រៃចឹងពួកអាបាងក៏មានអាខ្មៅក៏មានអាសក៏មានអាក្រហមក៏មានណាហើយឆ្កែហ្នឹងមិនចេះតូចប៉ិនតម្រៃចឹងណាដេញខំសត្វនរកដេញស៊ីសាច់ហ្មងខំបានស៊ីសាច់ខំបានស៊ីសាច់ចលឆ្អឹងក្រៀមឆ្អឹងទៀតណាហើយនិយាយពីខ្មាតប៉ប៉ិនរតេះដល់អីបានមនុស្សយើងហ្នឹងប៉ុណ្ណឹងហើយចំពោះដែកចឹងដេញខំនរកសត្វនរកហ្នឹងចូលចិត្តបឺតអាខួរក្នុងឆ្អឹងនរកនោះទៀតចាប់ផោះបែកឆ្អឹងបឺតខួរក្នុងឆ្អឹងនរកក្អែកហ្នឹងក៏ធំគួរឲ្យខ្លាចតែងទំពាស៊ីសត្វនរកដែលវាប្រទះឃើញមនាលទេវបុត្រអ្នកបម្រើភ័យមានដល់ខ្ញុំព្រោះឃើញអ្នកតល័យទេវសារថីខ្ញុំសុំសួរអ្នកពួកឯកឆ្កែតែងតែខំតែងតែជជែកឈីនៅសត្វទាំងឡាយនោះទៅសត្វទាំងអស់នេះបានធ្វើបាបកម្មអីអ្នកតល័យទេវសារថីដែលប្របាទនិមរាជសួរឲ្យក៏ព្យាករនៅផលនៃកម្មនោះសត្វទាំងឡាយណានីមួយមានសេចក្តីកំណាញ់ស្វិតស្វាញមានពលលមួកពេកជាអ្នកជេរបតិចបៀតបៀនបន្ទុះដល់សមណៈព្រាហ្មណ៍ជាអ្នកមានអំពើដល់លមួកទាំងនោះរមែងរួមបាបទៅពួកឆ្កែពួកហ្វូងក្អែកជញ្ជែងស៊ីនៅសត្វទាំងអស់នោះណាប៉ុណ្ណឹងកំណាញ់ចឹងកំណាញ់អត់ឲ្យទៀនហើយឃើញសមណៈព្រាហ្មណ៍បិណ្ឌបាតបិណ្ឌអីអញ្ចឹងទៅជេរទៅណាជេរសមណៈព្រាហ្មណ៍វាអត់មានសទ្ធាអត់ជឿតែម្ល៉េះវាចេះតែចេញមកអាពាក្យជេរហ្នឹងជេរសមណៈព្រាហ្មណ៍ស្មងប្រពន្ធស្មងស្អីមិនគុំស៊ីសាច់ខ្លួនឯងអីចឹងទៅវិញទៅណាហ្នឹងវាមានអញ្ចឹងតែហើយទៅណាបើបាបកម្មវាមានអញ្ចឹងទៅណានៅដែលមកកើតជាមនុស្សជាទេវតាកើតបើជេរអ្នកមានសិលចឹងធ្វើបន់ជាមួយអ្នកមានសិលបានសម្បើមឯដល់លេងជេរអ្នកមានសិលសមណៈព្រាហ្មណ៍ហើយខ្លួនឯងកំណាញ់ទៀតវាមានមកជាមនុស្សអីរួចណាហ្នឹងរឿងហ្នឹងអ្នកអត់មានសទ្ធាគេថាអត់ជឿនរកអត់ជឿអីទេណាហើយមិនជឿមានណាទៅបង្ខំប៉ុន្តែរឿងហេតុផលហ្នឹងវាមានជីវិតវាប្រព្រឹត្តទៅតាមកម្មយើងវាមានអំណាចអីនៅក្នុងបញ្ញខណ្ឌនេះបើយើងមានអំណាចមិនបាច់ចាស់មិនបាច់ឈឺមិនបាច់ស្លាប់ទេហើយមិនបាច់កើតជាអ្នកក្រវាមានអំណាចអីទេអ្វីវាប្រព្រឹត្តទៅតាមកម្មមើលឃើញមនុស្សយើងសពថ្ងៃហ្នឹងយ៉ាងម៉េចមានអំណាចអីខ្លួនឯងពុទ្ធបរិស័ទយើងហ្នឹងមិនមានចិត្តបច្ចៈខកឃើញនរកទេប៉ុន្តែអប់រំបញ្ញាឃើញបដិច្ចសមុបាទធម៌ទេឃើញច្បាស់នរកសួរហ្នឹងគឺឃើញច្បាស់អត់សង្ស័យច្បាស់ជាងអ្នកមានចិត្តបច្ចៈខកឃើញនរកឃើញទេវតាទៀតអ្នកមានចិត្តបច្ចៈខកអត់ឃើញបដិច្ចសមុបាទធម៌នៅមាន
មិនឆាទៅថែនៅឡើយទេសសតៈទៅថែឃើញមានសត្វបុគ្គលស្លាប់ទៅកើតទៀតអីចឹងតែឃើញបដិច្ចសមុបត្តិធម៌ឃើញច្បាស់នៅកម្មដែលនាំឲ្យកើតនរកប្រែទេឆានសុរកាយនាំឲ្យកើតជាមនុស្សទេវតាកើតជាព្រំអីហ្នឹងកម្មដែលជាបច្ច័យនៃបដិសន្ធិវិញ្ញាណហើយអត់មានសតៈទៅថែទៀតឃើញកម្មជាបច្ច័យទៀតធម្មចក្ខុតែភ្នែកឃើញធម៌នេះណារឿងនេះរឿងវត្តសង្សារហ្នឹងមិនមែនមានតែមនុស្សទេកើតមកជាមនុស្សមិនមែនមានតែមនុស្សទេមិនមែនស្អីដែលយើងអត់ដឹងហើយអត់មាននោះទេកុំឲ្យច្រឡំនោះយើងវាមិនមែនតាន់អស់អវិជ្ជាណានៅលងងទាំងដល់នៅមានស្រឡាញ់ស្អប់កប់តោះនៅកំណាញ់នៅចំណែនអញ្ចឹងហើយយើងចេះដឹងអីទាំងអស់អាចដឹងអីសពគ្រប់បានទេរឿងដែលយើងមិនដឹងមានច្រើនណាស់យើងកុំទៅចេះធ្វើជាមនុស្សបកែក្រាន់បើអីនោះយើងវានៅកិលេសបើថាអស់កិលេសហើយគេយកទៅហើយវានៅកិលេសទាំងអស់អញ្ចឹងហើយចង់ក្រាន់បើតែអញ្ចឹងណាហ្នឹងទៅនរកមួយទៀតទី3ចឹងបើព្រះជាឃើញសត្វនរកមានសរីរៈឆេះទៅពោសន្ធើដើរលើផែនដែកហ្មងចឹងដែកភ្លើងដើរលើនឹងហើយមិនដើរតិចស្រួលណាដើរថែមចំណេញនៃរយៈបាលនឹងសំពងគ្នានោះទៅទៀតសំពងហ្នឹងវាចិត្តវាកើតឡើងអញ្ចឹងចឹងដូចមនុស្សចាប់ត្រីកាច់កឃើញសត្វបាញ់សម្លាប់ចាក់ដោយលំពេងចាប់មន់ចាប់ទាមកបោចរោមអាកខ្វិចអាកជ្រូកស្រួលសบายដៃនៃរយៈបាលវាសบายអញ្ចឹងទៅដែរក្នុងការសម្លាប់សត្វនរកហ្នឹងបាបនៃរយៈបាលហ្នឹងទៀតមិនបាបទេណាតែចិត្តវាកើតឡើងអញ្ចឹងទៀតដោយសារកាលដែលនៅជាមនុស្សហ្នឹងចិត្តខ្មាំងជាមួយអ្នកទោសចិត្តខ្មាំងអញ្ចឹងអ្នកណាធ្វើបាបកម្មធ្វើអីលួចប្លន់គេកាប់សម្លាប់គេហ្នឹងចិត្តហ្នឹងវាខឹងក្រោតកើតឡើងទៀតនឹកអញចាប់បានអីអញកាប់អញច្រាំចិត្តនឹកក្នុងចិត្តអញ្ចឹងអាហ្នឹងប្រយ័ត្នណាញាតិញោមប្រយ័ត្នទៅកើតនៃវិបាលទៀតណាចិត្តខឹងជាមួយអ្នកធ្វើទោសណាអឧបនិស្ស័យហ្នឹងវាទៅណាសន្សំណាទៀតណាសំទៅស្លាប់ទៅកើតក្នុងកំណើតទេវតាឋានចាតុមហារាជការកាន់តួនាទីតំណែងជាអ្នករក្សានរកនៃរាជបាលហ្នឹងអ្នកគ្រប់គ្រងនរកមានស្ដេចយមរាជជាព្រះជាស្ដេចឋាននរកដល់ទៅកើតជានៃរាជបាលតាមឃើញតែសត្វនរកហ្នឹងដេញសំពងហ្មងចឹងចិត្តវាធ្លាប់គិតមកអញ្ចឹងឧបនិស្ស័យទៅអាហ្នឹងជាឧបនិស្សយបច្ច័យចឹងហៅថាបតតោបនិស្សយបច្ច័យណាមិនមែនរឿងកម្មវិបាកអីណាកម្មឲ្យវិបាកកើតជាទេវតាកុសលវិបាកដែលសន្ធិតែអាចិត្តនេះចិត្តឃើញសត្វនរកហ្នឹងឃើញបានណាធ្លាប់សំអារឿងខឹងឃើញគេចាប់ចោលបានឬក៏ចាប់មិនបានក៏ដោយឬលួចឬប្លន់ឬអីណានឹកក្នុងចិត្តស្អប់ចោលស្អប់អ្នកទោសស្អប់អ្នកធ្វើអាក្រក់ហ្នឹងអាហ្នឹងអត់បានទេយ៉ាត់ទៅកើតនៃវិបាលហ្នឹងសួរមេតល័យទេបត់ចឹងឃើញនរកហ្នឹងសួរណាម្នាក់ទេបំរើមិនបានជាវាមាននរកហ្នឹងអញ្ចឹងប្រាប់ខ្ញុំផងបានមេតល័យទេវសារថីដែលប្របាទនិមរាជសួរហើយក៏បានឆ្លើយថាជន់ទៅឡាយមានបាបធัวពេញបន្ទុកបៀតបៀនប្រតិចផ្ដាសានៅបរោះស្ត្រីដែលឥតមានបាបអត់មានបាបធัวនៅក្នុងមនុស្សលោកឈ្មោះថាជាអ្នកមានបាបធัวពេញបន្ទុកបៀតបៀនប្រតិចផ្ដាសាបរោះស្ត្រីដែលជាអ្នកមានគុណធម៌អត់មានបាបអត់មានទោសណាហើយនៅស្រុកមនុស្សនេះស្មានតែរួចខ្លួនចឹងមានរួចឯណាធ្លាក់នរកអ្នកដែលមានបាបកម្មទាំងអស់នោះរមែងរងបាបជនទាំងឡាយនោះឯងហើយដែលនាយនៃរយៈបាបបៀតបៀនដោយចម្បងដេកដួលនៅរួចទៅទៀតទៅនរកទី4តានៃរយៈបាបដេញធ្លាក់រណ្ដៅល្ងើកភ្លើងត្រឹមចកេះទៅនរកនោះរួចទៅគ្នាគាត់រណ្ដៅលើមួករណ្ដៅនរកត្រឹមចកេះសិតទៅរណ្ដៅល្ងើកភ្លើងហើយមិនព្រមឲ្យគ្នាប៉ុណ្ណឹងទៀតទៅបានអាកត្រកអីណាមកដាក់ឯងចិត្តទៅដុំល្ងើកភ្លើងយោទៅចាក់ស្រោចទៅលើក្បាលគ្នាទៀត
này bà liền nó thật là rồi miền luôn khách chung quanh cầm bông sài tuôn nhung lệ từ căn đai từ ngơ phơ ngay mô tiền ấy xu miền đây để bọt miền từ lấy để bọt tôi về chia thà chuẩn trở lại na để muối bồ an xạ xây cao nông hai này trap rồi bó phải chung chuẩn hỡi nhang trap chia bầm nói nấu ao gì nè bảo bết rồi ông chỉ thông chương chuẩn chuẩn trở lại nấu nhang phụ chuẩn ao gì hai chuẩn trở lại nè miền cam đó là muộn rồi mình ruộng ba chuẩn trở ao nó ấy lệ từ cam rồi lại người phơi hỡi mồ nè anh nói đây này ba đánh lệ nâu đàn đai nổ ruộng trem trem cái phơi ngay vô ngơ phơi chạm thì lơ nó anh nói nơi mau thì mình đúng hết nè để ăn xạ xây cao hay nhang trọt rồi bao của cụ chuồn nó ao gì nè nó lệ đau rên kia bạ phơi cọt phơi sờ la phơi pre thì hia rồi chạy rồi đó đầu cái xua đánh đau đó ăn lại nô xạ xây cao nó xạ dây khô chứ ô cái chặt chanh phơi này cái chặt chanh phơi nu ha xung cái lông kia tới phơi nu cái này luôn ánh trái sủa rồi tiền bạ cái phơi cọt lá phơi pre thì hia nè nâng cái đây phần vô cái nông pre cả thá này nhom này sẽ thá thế nè mà phần vô là lại nâng nâng lệ đại ngược lớn cái chặt đồng ngược lớn thì lớn nó nâng cùng ở ngăn nâng bạ vô tiền bạ cái thơ về kia tê ở đầu tiên đó nó ruột thì pram đó ruột thì pram nên báo chặt trường làm lơ rồi các bà giống chụp cái đầu chỉ lụa từ nông lô hạ công ty nó ruột tiệt tuồng đáy nữa tiệt tuồng đáy không miền phơn che sừng phô sừng thơ rồi tia chào chàoประกอบchuyện sẽ đây nè miệt từ lấy tệ bầm ra rừng nông cái giang mấy nhằm sông xuôi nè sạch là ruột trong ó nó miền các bà sừng dòng chọc lệ từ cam tiệt phinh từ đảo tức tuồng đáy đây còn bung cục cái đây sẵn nó ruộng nó thơ ba và cầm ấy miệt ở đây để bọt xài chuôn chẳng lại ná miền khua đó là muộn phê biệt biên và tịch bà xa nơi xăm nạ rừng priêm chỉ nẹ miền sơ chuôn nẹ miền cam đó là muộn chẳng lại nụ tay của tôi ruộng nơi ba và cầm nụ nó rương biệt biên và tịch bà xa xăm nạ priêm tiết tiền sự bố mong đến mình cha được thấy ắt chưa côn xăm nạ priêm ắt chưa côn đến khơi mà lúc đôi chạy nế rồi trong tới chất về ắt chia xa nâng côn bán dân riêng thua dân ở đâm thả và mấy côn mơ ắt khơi nhé tại dân chia xa thả xây là côn sự mà thị côn bành nhà côn tới là mơ khơi côn bàn dân chia xa nâng từ sòng chia xa nâng lầu bởi dân mơ ắt khơi côn lắm cái ắt chia xa thế nó thì khơi từ sòng thì ắt từ rục ắt đọc bay chương ắt đọc bộ ắt phai của công mê và thay từng tên cái này vô cua xăm còn uất nè na nè này ấy nó thế đó không chất chia xa nó từ sòng cứ miền côn được không từ sòng nó ắt miền điện anh nói là mình lúc chờ nè rồi đôi từ mình lúc đây khai là thị sát này kia mơ như thế đi từ sòng sao mà nè riêng nâng mình nâng phần na tới tiền ở trong sự may phật cả phong sắt để chỉ pre đây vậy sắt để pre hà hòn hay đó từ nó rồi khi có mùi vậy chắp dục say ô con nó cắt cái ba bật đấy cắt tốt cái ba đọc trên đây vậy hay chưa đi cắt tiền cụ nê đi ba tập bay con tròn tiện co sạch này rồi hay cắt phần lẹ bọt từ trong tập cả đấy ngày xả xù để phụ sạch để miền các bà bắt để nơi này sạch những thứ bà ấy để trở lấy cái bọt lại cả chuồn chẳng lại ná trong lục này miền bà phải phua bình mình tục tay chắc biệt biên nơi sạch slab chẳng lại biệt biên sạch chẳng đạn tiện sẵn đã nhật nhôm slab đạn tiện sạch đấy đạn tiện cả đào sơ máy lục cô tiền như là tôi xài prang còn nó cần đào chốt tiện cò nè vì bộ bỏ bếp ra ông chỉ thông chuyện chuẩn chẳng ai nó biệt biên hơi nữ sạch slab
ពួកជនអ្នកមានបាបកម្មដល់លិមកនោះតែងតែទួលរងនៅបាបជនទាំងនោះមានក្បាលដាច់ហើយដេកនៅដូច្នេះហើយដល់ទៅទៀតទី7ទៅស្ទឹងនេះមានទឹកច្រើនមានច្រាំងមិនជ្រៅមានកំពង់ល្អរៀបទៀបហូរទៅសបាយហ្មងទាំងក្នុងឋាននរកហ្នឹងណាកំពង់រៀបស្មើល្អហើយទឹកហ្នឹងក៏ថ្លាស្អាតហើយសត្វនរកហ្នឹងស្រេកឃ្លានគ្របសង្កត់ឃើញតែទឹកហ្នឹងស្ទុកចូលទៅទាំងតែចូលទៅស្រាប់តែទឹកទាំងអស់ហ្នឹងដែលមើលទៅថ្លាស្អាតហ្នឹងទៅជាកាមទាំងវារកាមមើលទៅឃើញចាំហ្មងតែរហូតអាភងតែស្រេកឃ្លានហ្នឹងបើមិនតាន់ឃើញទឹកអាហ្នឹងវាគ្រាន់បន្តិចទៀតអាឃ្លានហើយឃើញទឹកស្ទុះទៅរនេះតែទៅជាកាមអស់ស្ងួតរើងហើយអញ្ចឹងទៅអ្នកមេតល័យទេវសារថីខ្ញុំសួរអ្នកចុះទឹកដែលសត្វទាំងឡាយនោះផឹកហើយคล้ายទៅជាកាមវិញតើមកពីបាបអីបើពិតពរាជាជនទាំងឡាយមានកិច្ចការមិនបរិសុទ្ធលាយស្រូវសុទ្ធជាមួយកាមយកកាមទៅលាយជាមួយស្រូវណានឹងមានទាំងណាចាស់ប្រាប់ខ្ញុំហើយដល់មកឃើញក្នុងនេះមានអញ្ចឹងទេមនុស្សយើងនឹងមានអញ្ចឹងដែរលក់ស្រូវឲ្យគេលេងកាមណាចាស់ស្រូវឲ្យដល់អ្នកទិញបានជាទឹកដែលជន់ទាំងឡាយនោះកំពុងមានសេចក្តីក្តៅរៀបរៀនមានសេចក្តីស្រេកឃ្លានទ្រពសង្កត់ផឹកទៅជាកាមហើយទៅនរកមួយទៀតទី8ហ្នឹងនាយនៃរាជបាលចាក់នៅសរីរៈទាំងពីរខាងនៃសត្វនរកនេះដែលកំពុងតែកន្ទក់កន្ទិញទៅដោយព្រួញទាំងឡាយក៏មានដោយលំពេងទាំងឡាយក៏មានដោយលំពេងស្នែងកបីទាំងឡាយក៏មានដេញចាក់ទៅហ្មងហើយដល់សួរទៅនាយនៃរាជបាលបៀតបៀនដោយលំពេងដេកនៅដូច្នេះតើមកពីបាបកម្មអីអាហ្នឹងកាលដែលនៅពីមនុស្សបាបកម្មហ្នឹងលួចស្រូវអធនេទានទាំងទ្របប្រាក់មាសទាំងសត្វចិញ្ចឹមពពេជៀមនិងកបីដែលគេមិនបានឲ្យហើយធ្វើនៅការចិញ្ចឹមជីវិតលួចស្រូវកមាសប្រាក់សត្វអីគេហ្នឹងមិនទទួលនៅបាបហ្នឹងណាហើយទៅទៀតទី9ហ្នឹងឃើញសត្វនរកនោះត្រូវនាយនៃរាជបាលចងកអូសណាពួកដតីត្រូវនាយនៃរាជបាលនោះចិញ្ច្រាំអាខ្លះចិញ្ច្រាំអាខ្លះចងកអូសណាហើយខ្លះទៀតនោះនាយនៃរាជបាលនោះធ្វើឲ្យខ្ទេចខ្ទីដួលដេកនៅដល់សាកសួរទៅពីដើមហ្នឹងអ្នកសម្លាប់សត្វស្អីណាជ្រូកសម្លាប់ត្រីសម្លាប់សត្វចិញ្ចឹមបីពពេជៀមហើយដាក់លក់ឲ្យដល់រៀនផ្សារលក់សាច់ចិនសត្វកាប់លក់ហ្នឹងធ្លាក់នរកហ្នឹងឈប់ចិនទៅឈប់សម្លាប់សត្វទៅហើយដល់ទៅទៀតទៅទី10ទៀតលងពេញណាទៅដោយទឹកម៉ូតលមួកឧសតៈនរកចឹងមានក្លិនអាក្រក់មិនស្អាតស្អុយសាយទៅពួកជនអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយដល់ទៅឃ្លានត្រំបាននេះទៀតលើមួកហ្នឹងក៏ឆ្ងាញ់ដែរទឹកម៉ូតហ្នឹងអាស្អុយងោងហ្នឹងស៊ីនៅម៉ូតនិងករិស័កនោះមកពីអីបានជាពួកអ្នកទាំងអស់ហ្នឹងបរិភោគនៅម៉ូតនិងលើមួកជនទាំងអស់នោះធ្វើបាបកម្មដូចម៉េចបទុសរាយមិត្តចឹងណាទុសរាយមិត្តទៅឧសតៈនរកបរិភោគម៉ូតចំមួកក្នុងនរកអ្នកដែលបៀតបៀនមិត្តសម្លាញ់អ្នកតាំងនៅក្នុងការបៀតបៀននៅជនដតីសពកាលពួកជនទាំងឡាយមានអំពើលាមកនោះរមែងរងបាបជនពេលទាំងឡាយជាអ្នកប្រទុះមិត្តតែងបរិភោគនៅម៉ូតលាមកបទុសរាយមិត្តចិត្តល្អតែងធ្វើនៅអំពើជាប្រយោជន៍ហើយក្បត់ចិត្តមិត្តណាដោយបំណងយ៉ាងណាមួយដោយប្រយោជន៍យ៉ាងណាមួយណាចឹងបានយើងត្រូវយកកល្យាណមិត្តជាសំខាន់ទៀតយើងមកស្ដាប់ធម៌មករៀនធម៌អីហ្នឹង
ទៅអប់រំចម្រើនមេត្តាឲ្យច្រើនណាកំប្រូភាពជាកល្យាណមិត្តឲ្យដល់គ្នានឹងគ្នាកុំជ្រុំ